តានឹងមានអ្វីកើតឡើងប្រសិនបើកាហ្សាក់ស្ថាននិងម៉ុងហ្គូលីរួមគ្នាក្លាយជាប្រទេសតែមួយផ្នែកភូមិសាស្ត្រវានឹងក្លាយជាប្រទេសដ៏ធំមួយដែលគ្មានច្រកចូលសមុទ្រពង្រីកពីចន្លោះមជ្ឈិមអាស៊ីទូទាំងវាលស្បូវធំៗមហាការុណានិងភ្នំដ៏អស្ចារ្យផ្នែកសេដ្ឋកិច្ចប្រេងឥន្ធនាអ៊ូស្ម៉ាន់និងរ៉ែមានតម្លៃរបស់កាហ្សាក់ស្ថានបន្សំជាមួយក្របថ្មថ្នាក់ពិភពលោករបស់ម៉ុងហ្គូលីដូចជាធឺថ្មនិងសម្រិទ្ធនាំឲ្យមានអំណាចសេដ្ឋកិច្ចពោពេញដោយធនធានធម្មជាតិផ្នែកយោធាអ្នកប្រយុទ្ធវាលស្បូវបុរាណនិងទំនើបរួមគ្នាអំណាចធ្វើឲ្យប្រទេសថ្មីនេះគ្រប់គ្រងដែនដីធំធេងនៅចន្លោះរុស្ស៊ីនិងចិនផ្នែកវប្បធម៌ចេងហ្គីសខានប្រទះជាមួយផ្លូវពាណិជ្ជកម្មសៀលយឺតរបាក់ជាជាតិជនជាតិរុងរវាយប្រែប្រួលជាមួយសៀលដូមៀការប្រណាំងសេះជួបការចិញ្ចឹមឈោកដោយសត្វឥន្ទ្រីសូបីតែស្រមៃមើលបទចម្រៀងជាទឹកតែមួយទុំជាទឹកតែមួយនិងប្រទេសដ៏ធំមួយពីសមុទ្រកាស្ពីនរហូតដល់វាលសាបហ្គូប៊ីប្រសិនបើកាហ្សាក់ស្ថាននិងម៉ុងហ្គូលីរួមគ្នាមជ្ឈិមអាស៊ីនឹងផ្លាស់ប្ដូរទាំងស្រុង